Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel Radio សម្រាប់រឿងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយករឿង Last Samurai Standing Season 1 ភាគទី3ដែលជាភាគបន្តមកសម្រាប់ចែកជូនបងប្អូនទស្សនាថាតើភាគទី3នេះល្អមើលជាងភាគទី1ទី2ដល់កម្រិតណាហើយនឹងមានរឿងអ្វីកើតឡើងបន្តទៀតចំពោះការផ្សងព្រេងលេងហ្គេមរបស់តួឯកប្រុសនឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូសម្រាប់រឿងលម្អិតជាមួយ admin ទាំងអស់គ្នាសាច់រឿងដំបងបានបង្ហាញឲ្យយើងឃើញថានៅក្នុងព្រៃមួយកន្លែងមានមនុស្សមួយក្រុមកំពុងវាយគ្នាកាប់ដាវបាញ់ព្រួញដែលមើលទៅពួកគេម្នាក់ៗសុទ្ធតែមានជំនាញក្នុងការប្រយុទ្ធនឹងយ៉ាងប៉ិនប្រសប់មើលតែបងម៉ាប់នេះទៅសុទ្ធតែផឹកបណ្ដាកិច្ចគ្រាប់ព្រួញបណ្ដាហើយបក់ដៃឲ្យគេចូលមកទៀតពិតជាឌឺមែនតែនក្នុងនោះក៏មានតួឯកប្រុសរបស់យើងដែរគាត់កំពុងតែប្រយុទ្ធជាមួយបរិសម្នាក់ឈ្មោះថាស៊ីគូរ៉ាមើលទៅគាត់ពិតជាខ្លាំងណាស់តួឯកប្រុសវាយមិនឈ្នះគាត់ទេសាននៅកន្លែងហ្នឹងក៏និយាយថាអ្នកឈ្នះហើយស៊ីគូរ៉ាដែលតាមការពិតទៅនេះគ្រាន់តែជាការហ្វឹកហាត់តែប៉ុណ្ណោះព្រោះពួកគេជាសិស្សរួមគ្រូតែមួយហើយសាលាដែលពួកគេរៀននឹងគឺស្ថិតនៅលើភ្នំក្នុងព្រៃដាច់ដោយឡែកមួយកន្លែងមានឈ្មោះថាខ្យូហាឈីសាលានឹងបណ្ដុះបណ្ដាលសិស្សចេញមកគឺសុទ្ធតែខ្លាំងជាកម្ពុជាសាមរ៉ៃតែម្ដងបន្ទាប់ពីហ្វឹកហាត់រួចពួកគេបានមកហូបអាហារក៏ដូចជាចំអន់គ្នាលេងនៅមាត់អូមួយកន្លែងហ្នឹងយ៉ាងសប្បាយរីករាយមើលទៅពួកគេក៏ស្រឡាញ់គ្នាប្រៀបបាននឹងបងប្អូនបង្កើតដូច្នោះដែរខណៈពេលនោះក៏ឃើញថាគ្រូរបស់គេនឹងបានឈរមើលពីចម្ងាយជាមួយនរណាម្នាក់មើលទៅដូចជាអាចកំបាំងនៅកន្លែងហ្នឹង Master បាននិយាយថាយើងនឹងធ្វើវានៅថ្ងៃស្អែកហើយបន្តនិយាយថាมันមានពេលវេលានៅសល់សម្រាប់ខ្ញុំទេក៏ចាក់ចេញទៅពេលដែលពួកគេត្រឡប់មកពីហ្វឹកហាត់វិញហ្នឹងនៅតាមផ្លូវក៏រុញក៏ដូចជានិយាយគ្នាលេងបែបជាកូនក្មេងជំទង់ដែលទៅនឹងពេញវ័យនឹងឯងបន្ទាប់ពីមកដល់គ្រូរបស់ពួកគេបានហៅមកជុំគ្នាដើម្បីប្រាប់រឿងអ្វីម្យ៉ាងនៅកន្លែងហ្នឹង Master បាននិយាយថាអស់រយៈពេល10ឆ្នាំហើយដែលអ្នកទាំងអស់គ្នាបានស៊ូទ្រាំនឹងការលំបាកនៃការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ជាមួយគ្នាមកដល់ថ្ងៃនេះការហ្វឹកហាត់ក៏បានបញ្ចប់ដែរមើលទៅទឹកមុខគ្រប់គ្នាឡើងសប្បាយរីករាយតែរឿងវាមិនបញ្ចប់ដោយស្រួលអញ្ចឹងឯណា Master បន្តនិយាយថាតែសាលាខ្យូហាឈីនេះមានអ្នកស្នងតំណែងតែមួយប៉ុណ្ណោះអ្នកត្រូវប្រយុទ្ធគ្នាដណ្ដើមកៅអីនេះរហូតដល់ស្លាប់នៅថ្ងៃស្អែកពេលដែលព្រះអាទិត្យរះអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមប្រយុទ្ធចាប់ពីពេលនេះទៅគ្មានទេពាក្យថាបងប្អូននិងមិត្តភាពក៏មិនអនុញ្ញាតឲ្យនរណាម្នាក់រត់គេចដែរនិយាយចប់ដោយមើងម៉ាត់រួចចាក់ចេញទៅបន្ទាប់ពីគ្រូចាក់ចេញទៅបាត់សិស្សម្នាក់ក្នុងចំណោម8នាក់បាននិយាយថានេះជាជោគវាសនារបស់យើងទាំងអស់គ្នាដឹងហើយថាវានឹងមកដល់អ៊ីរ៉ូហាជាមនុស្សស្រីក៏ប្រៀបដូចជាកូនពៅនៅក្នុងក្រុមនៅកន្លែងហ្នឹងក៏តបទៅវិញថាហេតុអ្វីពួកយើងមិនរត់គេចខ្លួនពីភ្នំនេះទៅកន្លែងណាមួយដែលគេមិនអាចស្វែងរកឃើញហើយរស់នៅជាមួយគ្នាទៅតែម្នាក់ទៀតតបថាគ្មានទេលោកហ្គេនតូសៃនឹងរកយើងឃើញហើយសម្លាប់ចោលជាមិនខានអ៊ីរ៉ូហាបន្តតបទៅវិញថាហ្គេនតូសៃមិនមានទេគ្រាន់តែជាការគំរាមកំហែងរបស់ Master ប៉ុណ្ណោះពេលនោះស៊ីកូរ៉ាក៏និយាយម្ដងទេគាត់ពិតជាមានពេលមួយខ្ញុំបានឃើញគាត់និយាយជាមួយលោកគ្រូម្ដងហើយនោះមិនមែនជាមនុស្សទេនោះគឺបិសាចមួយគ្រប់គ្នាចាប់ផ្ដើមស្រឡាំងកាំងហើយពេលហ្នឹងព្រោះនៅសាលាខ្យូហាជីអររយៈពេលជាយូរមកហើយអញ្ចឹងក៏ដឹងថាថ្ងៃនេះនឹងមកដល់ដែរនេះជាបន្ទុកពួកគេក្នុងការទទួលពួកគេគ្មានជំរើសទេបន្ទាប់ពីនិយាយគ្នាអស់មួយសន្ទុះក៏ងើបចេញទៅម្ដងម្នាក់ហើយក៏មិនដឹងថាពួកគេនឹងទៅជាយ៉ាងណាដែរសាច់រឿងក៏កាត់មកដល់បច្ចុប្បន្នសានបន្ទាប់ពីសម្លាប់ទាហានមួយក្រុមនោះរួចមកដល់ពេលយប់ក៏សម្រាកនៅផ្ទះបាក់បែកមួយកន្លែងចំណែកសេដ្ឋីប៉ុន្មានអ្នកនេះវិញបានមកជួបជុំគ្នានៅភូមិគ្រឹះមួយដែលរដ្ឋាភិបាលអាត់កំបាំងនឹងរៀបចំឲ្យហើយក្នុងផ្ទះនឹងទៀតសោតគឺប្រណិតមែនតែនមានតាំងពីរូបបេក្ខជនផែនទីធំក្របអុកតូចដែលតំណាងឲ្យបេក្ខជននីមួយអញ្ចឹងណាហើយមានម៉ាស៊ីនទទួលទូរលេខទៀតដើម្បីផ្ញើសារព័ត៌មានទៅវិញទៅមកដែលចំនួននោះគេប្រើម៉ាស៊ីនហ្នឹងតែ admin មិនដឹងថាម៉ាស៊ីនអ្វីនោះទេ admin ធ្វើការ research ដែរតែរកមិនឃើញអញ្ចឹងក៏ហៅថាម៉ាស៊ីនផ្ញើទូរលេខតែម្ដងទៅចូលមកសាច់រឿងយើងវិញបន្ទាប់ពីមកដល់ក្នុងបន្ទប់សេដ្ឋីទាំងនោះក៏ដកលុយម្នាក់មួយវ៉ាលីដើម្បីមកភ្នាល់ថាបេក្ខជនណានឹងឡើងទៅកាន់វគ្គបន្តកាត់មកសាននិងហ្វូតាបានេះវិញបានមកដល់តំបន់ព្រៃមួយកន្លែងឈ្មោះថាសូស៊ូកាជាផ្លូវតែមួយគត់ដែលអាចទៅកាន់គោលដៅបន្ទាប់ហើយក៏ជាផ្លូវដ៏គ្រោះថ្នាក់ផងដែរប្រកាសណាបើពួកគាត់ត្រូវតែឆ្លងកាត់ផ្លូវនេះបេក្ខជនផ្សេងក៏ដូចគ្នាហ្វូតាបាកន្លែងហ្នឹងក៏ឆ្លៀតសួរទៅកាន់តួឯកប្រុសថាមិនបានគ្រប់គ្នាហៅលោកថាបិសាចអញ្ចឹងសានកន្លែងហ្នឹងក៏ឆ្លើយតបទៅវិញព្រោះគ្មានអ្វីត្រូវលាក់លៀមទៀតនោះទេគាត់ធំឡើងនៅលើភ្នំជាមួយបងប្អូនរបស់គាត់ដែលជាក្មេងកំព្រាដូចគ្នានៅទីនោះគាត់ហាត់ជំនាញនៃការសម្លាប់ដែលហៅថា Slayer នឹងឯងហើយបន្តនិយាយថាគាត់បានសម្លាប់មនុស្សរាប់មិនអស់នៅខ្យូតូបំរើឲ្យត្រកូលសัตว์សូម៉ាក៏ដូចជាសង្គ្រាមនៅប៊ូស៊ីនផងដែរពេលនោះពួកគេក៏ហៅគាត់ថាបិសាចសាននិយាយដល់ត្រឹមនេះតួឯកប្រុសក៏សង្កេតឃើញស្លាកស្នាមប្រយុទ្ធដូចជាទៅនឹងកើតឡើងថ្មីក៏ឲ្យហ្វូតាបាត្រៀមខ្លួននិងប្រុងប្រយ័ត្នរួចបងប្អូនលំពេងភ្លោះ2នាក់ក៏បានបង្ហាញខ្លួនសម្រាប់សានពួកគេទាំងពីរមិនមែនជាឧបសគ្គសម្រាប់តួឯកប្រុសនោះទេតែគោលដៅពួកគេគឺហ្វូតាបាតួឯកប្រុសក៏ឲ្យនាងរត់
គាត់តាមការពារដល់កន្លែងជំរាបភ្នំមួយដោយសារតែកិច្ចពីការវាយប្រហារក៏រអិលជើងរមៀធ្លាក់ចុះតែមិនសូវជាជ្រៅប្រមាណទេសានក៏សម្រុតខ្លួនចុះមកតាមដែរបន្ទាប់ពីធ្លាក់មកដល់ក្រោមដើរបានតែបន្តិចអ៊ីរ៉ូហាមិនដឹងចេញមកពីណារត់សម្ដៅមកវាយប្រហារតួឯកប្រុសតែសានមានតែតដៃឯណាព្រោះនាងជាបងប្អូនរៀនជាមួយគ្នានៅលើភ្នំមកបងប្អូនតែអ៊ីរ៉ូហានៅតែបន្តវាយតួឯកប្រុសវាយយកអស់ពីកាប់ជ្រោះដាវខ្លួនឯងដៃទទេហ្នឹងក៏នៅតែម៉ាត់ផាច់រួចនិយាយដោយសារតែសាននឹងធ្វើឲ្យពួកគេរងទុក្ខក្រោយពីនិយាយហើយហ្នឹងតួឯកប្រុសក៏សុំទោសនៅកន្លែងហ្នឹងទើបយើងដឹងថាកាលពីនៅលើភ្នំដែល Master ឲ្យប្រកួតរកអ្នកស្នងតំណែងសាននឹងឯងអ្នករត់ចុះមកមុនគេបន្ទាប់មកអ្នកផ្សេងក៏រត់មកតាមក្រោយតែរត់មកហ្នឹងរស់នៅលាក់ខ្លួនដូចខ្មោចព្រោះតែ Gento Sai ហ្នឹងតាមសម្លាប់រហូតសូម្បីតែមកប្រកួតហ្នឹងក៏អប៉ិនឹងតាមមកសម្លាប់ដែរតែ admin សុំលាក់តួអង្គនឹងសិនចូលមកសាច់រឿងយើងវិញស្របពេលដែលពីរអ្នកនឹងកំពុងតែឆ្លោះគ្នាបងប្អូនពីរអ្នកនេះក៏មកតាមតន់ហើយបេក្ខជនផ្សេងក៏មកដល់ដែរមិនចាំយូរនោះទេពីអ្នកបងប្អូនក៏ចូលមកវាយប្រហារតួប្រុសព្រោះខ្លាចគេវាយដណ្ដើមយកផ្លាកមុនដូចជាមើងងាយសានពេកហើយមកមិនទាន់ដល់ផងមិនដឹងអ្នកណាបាញ់ព្រួញមកងាប់បាត់ទាំងពីរនិយាយទៅរឿងហ្នឹងឲ្យតែតួអង្គណាចាញ់មករៀងតំណងដឹងតែងាប់ហ្មងដូចអាន់ដូនិងអូកាយ៉ូអញ្ចឹងសានពេលហ្នឹងបន្ទាប់ពីឃើញថាមនុស្សមកច្រើនទៅមានតែប្រើស្នៀតចុងក្រោយក្បាច់ម៉ែចែកឲ្យប្រុចបបួលហ្វូតាបានិងអ៊ីរ៉ូហាមកដែរនៅកន្លែងហ្នឹងតួឯកប្រុសរត់គេចផងកាប់គ្រាប់ព្រួញផងហ្វូតាបានេះវិញប៊ីតែនឹងត្រូវគេបាញ់ចំទៅហើយគង់តែបានអ៊ីរ៉ូហាជួយទាន់ពួកគេទាំង3ពេលហ្នឹងពិតជាគ្រោះថ្នាក់ណាស់ដឹងស្រាប់ហើយគេគ្នាច្រើនដេញពាត់បាញ់ជុំវិញខ្លួនហើយសានកាន់ដាវហ្នឹងតម្រាំចូលទៅដល់ចិត្តសម្រាប់បានម្នាក់មិនស្រួលនោះទេតែសំណាងពេលនោះក៏លេចមុខបេក្ខជនម្នាក់ឈ្មោះថាកាមយុគូឆាដែលគាត់ហ្នឹងពូកែបាញ់ព្រួញមែនតែនគឺថា one shot one kill តែម្ដងចាញ់មកបាញ់ការពារពួកគេបាញ់តែមួយផ្លែតប៉ុណ្ណោះពួកហ្នឹងក៏ត្រូវគ្រាប់ព្រួញរបស់គាត់ស្លាប់ទាំងអស់បន្ទាប់មកក៏ដើរមកយកផ្លាកមួយសាននៅកន្លែងហ្នឹងក៏សួរគាត់ថាហេតុអ្វីបានជាលោកជួយពួកខ្ញុំពេលនោះគាត់ក៏តបថានេះជាទម្លាប់កលសម្ព័ន្ធគិនរបស់ពួកគាត់សម្រាប់ក្មេងជាកំហុសដ៏ធំបំផុតសម្រាប់អ្នកការពារក្មេងគឺគួរឲ្យគោរពបំផុតដែររួចបន្តនិយាយថាដរាបណាហ្វូតាបានៅជាមួយសានព្រួញរបស់គាត់មិនបាញ់តួឯកប្រុសជាដាច់ខាតបន្ទាប់ពីគាត់ទៅបាត់សានទៅប្រមូលស្លាកឈ្មោះឲ្យទៅហ្វូតាបានិងអ៊ីរ៉ូហានិងប្រាប់នាងថាបើចង់សម្លាប់ខ្ញុំនាងត្រូវទៅដល់តូក្យូជាមុនសិននាងយល់ព្រមល្អខ្ញុំនឹងទៅជាមួយលោកមកដល់ស៊ីគីជាចំណុចប៉ុស្តិ៍ត្រួតពិនិត្យត្រូវការ3ផ្លាកក៏បានជួបមនុស្សម្នាក់ឈ្មោះថាស៊ូរូបាមីដែលជាអ្នកទទួលបន្ទុកអនុម័តបេក្ខជនទាំងអស់ក្រោយពីពិនិត្យរួចរាល់ពួកគេបានធ្វើដំណើរបន្តមកកាន់ផ្ទះសំណាក់ដែលបេក្ខជនម្នាក់ណាត់គាត់មកជួបកាត់មកពួកសេដ្ឋីឯនេះវិញមេការបានចូលមកនិងបានប្រាប់ថាអ្នកដែលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមុនគេនៅស៊ីគីគឺមានលេខ33ឈ្មោះថាខ្យូជីនហើយអ្នកចាក់ឈ្នះនៅជុំនេះបានទៅលើអាតាជីនបូរួចក៏នាំគ្នាចាក់បន្តនៅជុំទី2តាមមកមើលតួឯកប្រុសឯនេះវិញបន្ទាប់ពីមកដល់ផ្ទះសំណាក់ម្ចាស់កន្លែងនោះក៏នាំមកជួបបេក្ខជននេះគាត់នឹងហើយដែលជាខ្យូជីននោះមើលទៅខ្យូជីនគ្មានការភ្ញាក់ផ្អើលអីនោះទេព្រោះគាត់ដឹងហើយថាសាននឹងមកតួឯកប្រុសកន្លែងហ្នឹងក៏បាននិយាយថាខ្ញុំមិនទុកចិត្តលោកទេខ្យូជីនប៉ុន្តែខ្ញុំចង់បង្កើនឱកាសនៃការរស់រានមានជីវិតរបស់ពួកខ្ញុំសានបន្តសួរថាតើអ្នកយល់ពីអត្ថន័យក្នុងហ្គេមគូដូគូនេះដែរមែនទេខ្យូជីនឆ្លើយថាកំហុស3ត្រូវទេតួឯកប្រុសក៏បន្តបកស្រាយគូដូគូនេះមានន័យថាសត្វល្អិតរាប់រយក្បាលជាប់ក្នុងពាងតែមួយហើយបង្ខំឲ្យប្រយុទ្ធគ្នារហូតដល់ស្លាប់សត្វល្អិតនៅរស់ចុងក្រោយនឹងក្លាយជាព្រះហើយនឹងខ្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះអ្វីៗទាំងអស់ខ្យូជីននិយាយថាលោកពិតជាយល់ច្បាស់ណាស់ពិតណាស់គាត់នឹងអ៊ីរ៉ូហាធ្លាប់ឆ្លងកាត់វាម្ដងរួចមកហើយតែគាត់សម្រេចចិត្តមិនលេងគូដូគូទី2នេះក៏ដូចគ្នាព្រោះគាត់មិនចង់សម្លាប់មនុស្សដែលគាត់ស្រឡាញ់ដូច្នេះពួកគាត់នឹងសម្រេចចាប់ដៃគ្នាបង្កើតផែនការរកឲ្យឃើញអ្នកណានៅពីក្រោយហ្គេមនេះហើយបញ្ឈប់វាបន្ទាប់ពីនិយាយគ្នាយ៉ាងយូរក៏ចែកផ្លូវគ្នាទៅសម្រាប់រៀងៗខ្លួនសាច់រឿងក៏បានកាត់មកបរិះចំណាស់ម្នាក់នេះវិញសក់វែងសក្របបាំងមុខកំពុងដើរសម្ដៅទៅកាន់មនុស្សមួយក្រុមមានគ្នា3នាក់ដែលអង្គុយអាំងភ្លើងដើរទៅដល់ព្រាមក៏អោនមុខទៅយ៉ាងគៀកទល់នឹងមុខបរិះម្នាក់នោះរួចនិយាយថាខ្ញុំច្រឡំមនុស្សហើយពួកនឹងឡើងស្រឡាំងកាំងបើមកចឹងអីឡើងដូចខ្មោចក៏ត្រៀមដកដាវតែមានទៅដកតន់ឯណាគាត់លឿនដូចរន្ទះហើយនឹងក៏ចាប់ផ្ដើមសម្លាប់ម្នាក់មើលមុខម្នាក់ដូចកំពុងតែរកអ្នកណាម្នាក់អញ្ចឹងបន្ទាប់ពីសម្លាប់រួចគាត់ក៏ចាប់អារម្មណ៍ថាមាននរណាម្នាក់កំពុងលួចមើលពេលងាកទៅក៏មិនឃើញក្រឡេកមកមើលបុរសដែលបានលួចមើលមិញហ្នឹងគាត់មានឈ្មោះថាសានសុកេពេលនោះគាត់និយាយថាហ្គេនតូសៃ
នៅកន្លែងហ្នឹងទើបយើងបានដឹងថាបុរសចំណាស់ម្នាក់ហ្នឹងហើយដែលជាហ្គេនតូស័យកាត់មកកាវ៉ាជីមេប៉ូលីសធំឯនេះវិញកំពុងដើរយ៉ាងលឿនសម្ដៅទៅកាន់បន្ទប់ប្រជុំមកដល់ភ្លាមក៏បានប្រាប់លោកអូកូបូថាខ្ញុំបានកំណត់ប្រភពកាំភ្លើងហើយកាំភ្លើងដែលរត់ពន្ធចូលមកដោយខុសច្បាប់នឹងមានរហូតដល់ទៅជាង100ដើមលោកណាកាសេបាននិយាយថាវាមិនអាចទៅរួចទេឯលោកមេជីម៉ាបន្តនិយាយដោយភ្ញាក់ផ្អើលថាតើអ្នករត់ពន្ធបានប្រាក់ដល់ច្រើននេះមកពីណាដើម្បីទិញកាំភ្លើងដល់ទៅរាប់រយដើមនាំចូលមកកាវ៉ាជីតបទៅវិញថាវាទៅរួចព្រោះសុទ្ធតែមហាសេដ្ឋីនិងអ្នកជំនួយធំហើយបន្តនិយាយថាពួកគេគឺជាសៃបាត់ស៊ូទាំង4ដែលគ្រប់គ្រងរដ្ឋាភិបាលមីអ៊ីជីកន្លែងនេះអេដមីនសុំបើករង្វង់កញ្ចក់បន្តិចអ្នកទាំងអស់គ្នាខ្លាចបងប្អូនអត់យល់ពីអ្វីទៅជាសៃបាត់ស៊ូនឹងគឺជារបៀបបកសម្ព័ន្ធមួយដែលមានក្រុមហ៊ុនធំ4ចងសម្ព័ន្ធមិត្តនឹងគ្នាមានដូចជា Mitsui, Sumitomo, Yasuda និង Mitsubishi ក្រុមហ៊ុនទាំងនេះគ្រប់គ្រងនិងផ្ដល់សិទ្ធិដល់រដ្ឋាភិបាលពន្លឺមីអ៊ីជីក្នុងសម័យនោះហើយរដ្ឋាភិបាលមីអ៊ីជីនេះហើយដែលធ្វើឲ្យជប៉ុនខ្លាំងក្លានិងរីកចម្រើនដល់សព្វថ្ងៃហើយសាច់រឿង Last Samurai Standing រដូវកាលទី1ភាគទី3ក៏បានកាត់ចប់នៅត្រឹមនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ Admin បើបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច Like Subscribe ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូភាគទី4ដែលជាភាគបន្តសូមអរគុណ